រៀបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានពលិមួយដើម្បីមកបង្ហាញទាក់ទងនឹងការកំណត់ font អក្សរនៅក្នុងកម្មវិធី Word 2021ឲ្យជាប់រហូតបាទអញ្ចឹងយើងឧទាហរណ៍យើងចាប់ផ្ដើមសិនឥឡូវយើងគ្រាន់តែចុចដូរ Shift បូក Control Shift បូក Alt មកបាទ Shift Alt មកអញ្ចឹងនៅវាកន្លែងខាងលើនេះកន្លែង font នេះគឺវាដូរខ្លួនឯងយើងចុចទៅ Shift Alt មកអញ្ចឹងវាដូរខ្លួនឯងតោះដើម្បីចង់ដឹងរបៀបកំណត់បែបហ្នឹងឲ្យជាប់រហូតតើយើងជួយអនុវត្តទាំងអស់គ្នាបាទអញ្ចឹងជាដំបូងគឺយើងចូលកន្លែង Home មកបាទ Home ហើយយើងចូលមកកន្លែង Font បាទមុខងារ Font ហ្នឹងឬក៏យើងចុច Control បូកអក្សរ D ក៏បានដែរវាចេញដូចគ្នាបាទហើយចុចកន្លែងសញ្ញាពូជមកបាទញ៉ាព្រោះវាចេញដំបូងបែបនេះអញ្ចឹងវា Font បាទចំពោះ Font នៅខាងលើយើងកំណត់ដាក់ជាអង់គ្លេសមកបាទ Font ដែលយើងបើកដំបូងមកណាគឺវាចេញជាអង់គ្លេសអញ្ចឹងយើងកំណត់ដាក់ Times Roman មកយើងវាយ Times Roman បាទនេះ Times Roman អញ្ចឹងចំពោះទាក់ទងនឹង font style យើងយក regular មកបាទយើងយកនេះមកហើយ font យើងយកប្រមាណកំណត់ទំព័រឬក៏ size ហ្នឹងយើងយកប្រមាណទំហំអញ្ចឹងយក12បាទអញ្ចឹងខាងក្រោមនេះមានថាcomplete នេះអញ្ចឹងមានថាពេលយើងបើកដំបូងគឺវាចេញ font ជាអង់គ្លេស Times Roman ភាគច្រើន Times Roman គេប្រើច្រើនជាភាសាអង់គ្លេសអញ្ចឹងបន្ទាប់ទៀតពេលយើងចុច Shift បូក Alt មកគឺវីដេអូ font យើងមកជាខ្មែរ OS សៀមរាបវិញបាទកន្លែងនេះយើងជ្រើសរកខ្មែរ OS សៀមរាបមកខ្មែរ OS សៀមរាបអញ្ចឹងកន្លែង font style នេះយកដូចគ្នាមក regular មកហើយ size ហ្នឹងយើងយក12ដូចគ្នាមកបាទពេលយើងកំណត់បែបនេះហើយអញ្ចឹងមានន័យថាពេលយើងបើក select កិច្ចការឬក៏Microsoft Word របស់យើងហ្នឹងគឺវាជាប់រហូតយើងមិនបាច់កំណត់ចូលកំណត់ទៀតទេកំណត់តែម្ដងគឺជាប់រហូតហើយបាទអញ្ចឹងដើម្បីឲ្យវាជាប់រហូតកំណត់បែបនេះយើងមិនទាន់ដឹងថាជាប់ទេណាគឺយើងចូលមកកន្លែងនេះ Shift នេះចុចកន្លែងក្រោយមកបាទShift Alt Define នេះអញ្ចឹងចុចលើវាមួយមកអញ្ចឹងវាចេញមកបែបនេះវាសួរយើងថាតើយើងកំណត់នៅក្នុង page នេះតែមួយឬក៏ពេលយើងបើកមករហូតដល់គឺវាជាប់រហូតអញ្ចឹងយើងត្រូវជ្រើសទី2 All នេះ On Document នេះមានថាឲ្យតែយើងបើកMicrosoft Word យើងប្រហែលដងក៏វានៅតែជាប់រហូតបាទអញ្ចឹងចុច OK មកបាទចុច OK ចុច OK ហើយយើងសាកចេញវិញមកបាទសាកចេញវិញចេញខ្ញុំអត់ save ទេសាកចេញវិញអញ្ចឹងខ្ញុំបើក Microsoft Word អស់គ្នាមកបាទអញ្ចឹងបើកមកយកកន្លែង blank document មកបាទអញ្ចឹងនេះវាជាប់ហើយជាប់ជាអង់គ្លេសមកគេអញ្ចឹងខ្ញុំគ្រាន់តែចុច Shift មក Shift Alt មកវីដេអូខ្លួនឯងនេះមើលខាងលើវីដេអូខ្លួនឯងវីដេអូតាfont 2ទៀតយើងកំណត់មិញ font អង់គ្លេសជាមួយ font ខ្មែរយើងបាទយើងកំណត់ហ្នឹងបាទវាជាប់រហូតដល់បើប្រហែលដល់នៅជាប់ដែរបាទអរគុណថ្ងៃនេះមានតែប៉ុណ្្នឹងទេបាទសូមអរគុណចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ